បឹងព្រះពន្លៃដែលកាលពីបុរាណឡើយគេតែងតែហៅឈ្មោះបឹងនេះថាបឹងព្រះពន្លាជ័យឈ្មោះនេះបើតាមការដំណាលតគ្នាពីចាស់បុរាណបានប្រាប់ថាដោយសារតែកាលពីស្ដេចខ្មែរបានធ្វើសង្គ្រាមជាមួយនឹងស្ដេចសៀមស្ដេចខ្មែរបានតាំងទីទ័ពនៅទីនោះដែលកន្លែងតាំងទីទ័ពរបស់ស្ដេចគេហៅថាព្រះពន្លាក៏ដោយសារតែការតាំងទីទ័ពនៅទីនោះបានបណ្ដាលឲ្យស្ដេចខ្មែរមានជ័យជំនះជារៀងរហូតទើបគេហៅតំបន់នោះថាព្រះពន្លាជ័យដោយឆ្លងកាត់រយៈពេលដ៏យូរអង្វែងទើបពាក្យព្រះពន្លាជ័យคล้ายមកត្រឹមតែព្រះពន្លៃសពថ្ងៃទីនោះស្ថិតនៅក្នុងឃុំផ្ទះរុងស្រុកតឡូសែនជ័យខេត្តពោធិ៍សាត់ដែលផ្ទៃបឹងទាំងមូលមានទំហំ 270.4 ហិកតា បឹងព្រះពន្លៃគឺពិតជាមានអត្ថប្រយោជន៍សំខាន់បំផុតសម្រាប់ប្រជាជនដែលប្រជាជននៅជុំវិញនោះយកទឹកសម្រាប់ធ្វើកសិកម្មការនេសាទក៏ដូចជាសពថ្ងៃនេះក្លាយទៅជាតំបន់អេកូទេសចរណ៍ផងដែរព្រោះតែទីនេះមានភាពស្រស់ស្អាតជាមួយនឹងហ្វូងបក្សីរាប់ម៉ឺនក្បាលហោះហើរដើម្បីទៅរកទ្រនំដ៏សុខសាន្តនៅទីនោះ